ការស្រោចទឹកម៉ែក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ2025ចំណងស្នេហាក្តីគោរពនិងអំណរគុណនៅក្នុងវប្បធម៌ប្រពៃណីខ្មែរការស្រោចទឹកម៉ែស្រង់ទឹកដាក់ម៉ែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យដ៏មានតម្លៃខ្ពស់មួយដែលបង្ហាញពីទំនៀមទម្លាប់ដ៏ឈុនតែក់ស្លូតបូតបង្ហាញនូវសុចរិតធម៌និងក្តីស្រឡាញ់របស់កូនចំពោះម្ដាយពិធីនេះមិនត្រឹមតែជាការសរសើរគុណបុណ្យនៃម្ដាយនោះទេប៉ុន្តែថែមទាំងជាឱកាសសំខាន់មួយសម្រាប់កូនក្នុងការរួបរวมគ្រួសារឡើងវិញបង្កើនភាពសាមគ្គីនិងរំលឹកដល់កត្តាជឿជាក់ប្រពៃណីដែលបានបន្តពីជីដូនជីតាការស្រោចទឹកម៉ែមិនត្រឹមតែជាការប្រើទឹកដាក់លើដៃជើងនារីដែលជាម្ដាយប៉ុណ្ណោះទេប៉ុន្តែវាជាសញ្ញានៃចិត្តស្មោះស្ម័គ្រនិងគុណធម៌ខ្មែរដែលបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានចិញ្ចឹមថែរក្សាជីវិតយើងវាបញ្ចេញអត្ថន័យអប់រំជាច្រើនដូចជាបង្ហាញការគោរពស្រឡាញ់និងទាក់ទាញចិត្តរបស់កូនចំពោះម្ដាយជាការសុំអភ័យទោសចំពោះអ្វីដែលធ្លាប់បានធ្វើខុសឆ្គងជាវិធីទទួលពរពីម្ដាយដើម្បីសំណាងល្អសុខភាពល្អនិងសេចក្តីសុខជាឱកាសសម្រាប់យល់ដឹងពីគុណសម្បត្តិរបស់ម្ដាយនិងការប្រឹងប្រែងរបស់គាត់ក្នុងជីវិតដើម្បីធ្វើពិធីនេះឲ្យបានសមរម្យគួរត្រៀមខ្លួនយ៉ាងសុភាពរាបសារដូចជាត្រៀមទឹកក្រអូបឬទឹកដាក់ផ្កាខ្មែរដូចជាផ្កាម្លិះផ្ការំដួលឬផ្កាច័ន្ទអង្គុយដោយភាពគោរពស្រង់ទឹកដាក់លើដៃឬជើងម៉ៃយ៉ាងទន់ភ្លន់ពិធីនេះជាស្នាដៃនៃបុព្វបុរសខ្មែរដែលយល់ចំពោះអំណរគុណដ៏ធំធេងរបស់ម្ដាយដែលបានចិញ្ចឹមយើងដោយក្តីស្រឡាញ់និងការលះបង់វាជាផ្នែកមួយនៃគុណធម៌ខ្មែរដែលជំរុញឲ្យកូនមានសេចក្តីស្រឡាញ់និងការយល់ដឹងពីតម្លៃរបស់មនុស្សជាទីស្រឡាញ់ក៏ដូចជាជួយរឹតបន្តឹងទំនាក់ទំនងគ្រួសារឲ្យក្លាយជាគ្រួសារដែលមានសាមគ្គីនិងការយល់ពីគ្នាជាមូលដ្ឋាននៃសង្គមល្អនៅសម័យបច្ចុប្បន្នទោះបីជាសង្គមកំពុងមានការផ្លាស់ប្ដូរជាច្រើនដូចជាស្ទីលជីវិតនិងបច្ចេកវិទ្យាប៉ុន្តែប្រពៃណីស្រង់ទឹកដាក់ម៉ែនៅតែមានតម្លៃគ្រប់ពេលការរក្សាប្រពៃណីនេះអាចធ្វើបានទាំងនៅផ្ទះឬវត្តដោយគោរពនឹងទំនៀមទម្លាប់និងពិធីដែលមានក្នុងស្រុកខ្មែរវាជាសកម្មភាពមួយដែលគួរឲ្យគាំទ្រនិងបន្តដល់ជំនាន់ក្រោយដើម្បីឲ្យបុព្វបុរសយើងមានមនោសញ្ចេតនាថាប្រពៃណីខ្មែរនៅតែរស់វើកNó bạt chương dây à nha. Đó à con lên con này nó chương dây. Đó. Lên, con biết. Con mệt nè. Lên. Rồi nhảy mà. Lên mà. À bò à? Đâu. Tất mẹ chết chung là con thiên lên nó bàn ơi. Người thiên bàn thôi. Con đòi chương dây. Không nên thương sầu mình mà ăn thì không sao. Học đèn của người đã lát na đi. Học cả rung. Đi. Học đèn của người đã lát na cắt học cả rung. Lớp cái nữa hả? Cái hôm cắt là cắt chuyện chung mà cắt cái lo vài hôm hả? Bạn chạy xong ra này.